សម្រាប់បងប្អូនដែលធ្វើ YouTube ទោះបីមិនគ្រប់គោលការណ៍ក៏បងប្អូនអាចរកចំណូលបានដែរ What the fuck បាទបងប្អូនអាចរកចំណូលបានដែរការរកចំណូលពី YouTube មានពីរផ្នែកធំបងប្អូនពីរផ្នែកធំ Oh my god wow បាទសូមគោរពជំរាបសួរប្រិយមិត្តទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំបាទនឹងលើកយកនៅពីរចំណុចធំដែលបងប្អូនអាចរកចំណូលពី YouTube បានអញ្ចឹងសូមបងប្អូនទាំងអស់គ្នាដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយទៅលើប៉ុស្តិ៍ YouTube របស់ខ្ញុំបាទហើយនឹងចុច like ខាងក្រោមវីដេអូម្នាក់មួយផងដែរបាទអញ្ចឹងសម្រាប់បងប្អូនដែលទើបតែចាប់ផ្ដើមធ្វើ YouTube យើងតែងតែមានគំនិតមួយគឺថាព្យាយាមផុស YouTube ឲ្យគ្រប់គោលការណ៍ដូចខ្ញុំបានជម្រាបជូនបងប្អូនអញ្ចឹងគោលការណ៍យ៉ាងម៉េចគោលការណ៍មាន 1000 subscriber ហើយនឹង 4000 ម៉ោង watch មានន័យថាការមើលវីដេអូបងប្អូនហ្នឹងបានចំនួន 4000 ម៉ោងរយៈពេល365ថ្ងៃអញ្ចឹងបងប្អូនអាចចាប់ដៃគូជាមួយ Google អាចរកចំណូលបានអញ្ចឹងនេះគឺជាគោលដៅធំទី1បាទគោលដៅធំទី1ប៉ុន្តែបងប្អូនទោះបីជាបងប្អូនមិនបានគ្រប់គោលការណ៍ក៏បងប្អូនអាចរកចំណូលបានពី YouTube ផងដែរបងប្អូនអញ្ចឹងហេតុអីបានជាអត់គ្រប់គោលការណ៍បងប្អូនរកចំណូលបានតើតើគ្រប់គោលការណ៍បានយើងស្នើវិប្រតិកម្មមិនអញ្ចឹងហើយទៅចូលអត់គ្រប់គោលការណ៍ផងបងប្អូនរកចំណូលតាមរយៈអីដែរបាទអញ្ចឹងចេះបងប្អូននៅក្នុងលក្ខខណ្ឌមួយដែលបងប្អូនធ្វើវីដេអូផុសនៅក្នុង YouTube រាល់ថ្ងៃពេលនោះគឺមាន audience ចូលមើលវីដេអូបងប្អូនជារៀងរាល់ថ្ងៃដូចគ្នាមិនចឹងប៉ុន្តែបើសិនជាបងប្អូនបាទនេះលក្ខខណ្ឌទីយ៉ាងថាចំណុចទី2បងប្អូនអាចរកលុយបានណាបាទចំណុចទី1គឺបងប្អូនធ្វើ YouTube គ្រប់គោលការណ៍ស្នើឲ្យដាក់បានលុយហើយបាទគឺចាប់ផ្ដើមរាប់ Google ឲ្យលុយយើងបណ្ដាប៉ុន្តែលក្ខខណ្ឌមួយទៀតបងប្អូនលុយច្រើនជាង Google ហ្នឹងអាចថាលុយច្រើនជាងប៉ុន្តែវាមិនវាយើងអាចថាអាចសាកមួយគ្នាដោយសារតែវាពាក់ព័ន្ធជាមួយនឹងអ្វីដែលបងប្អូនធ្វើណាចឹងខ្ញុំចង់លើកមកយកថាបើសិនជាបងប្អូនបន្ថែមជាមុខរបរលក់ផលិតផលអញ្ចឹងបើសិនជាបងប្អូនជាម្ចាស់អាជីវកម្មណាមួយជាអ្នកលក់ផលិតផលដូចជាអ្នកបើកហាងបាយបើកលក់គ្រឿងកោបបងប្អូនបើកលក់ជាលក្ខណៈ business តូចផ្ទាល់ខ្លួនខ្ញុំឃើញមានគេលក់ក្រែមកៃបងប្អូនក្រែមកៃនៅខាងក្រុងនៅខាងខេត្តត្បូងឃ្មុំណាគាត់លក់តែក្រែមកៃឯងគាត់ធ្វើវីដេអូហ្នឹងក៏មានគេស្គាល់ច្រើនហើយក្រែមកៃរបស់គាត់ទៅកន្លែងណាក៏គាត់មានប្រជាប្រិយភាពដែរដោយសារតែគាត់បកកែនិយាយផងគាត់លក់ផលិតផលរបស់គាត់ហ្នឹងគេស្គាល់តាមរយៈ YouTube ហ្នឹងដែរហើយគាត់និយាយកំប្លុកកំប្លែងថែមទៅធ្វើឲ្យប្រជាប្រិយរបស់គាត់កាន់តែកើនឡើងគាត់គឺជាម្នាក់ដែលអាចទាញអតិថិជនមកមើលវីដេអូគាត់ផងហើយរកចំណូលពីការលក់ក្រែមកៃរបស់គាត់ផងបាទទោះបីជាមិនបានជាលក្ខណៈការផ្ញើអនឡាញផ្ញើចូលឡើងតាមក្រុមហ៊ុនដឹកជញ្ជូនក៏អតិថិជនភ្ញៀវរបស់គាត់ហ្នឹងស្គាល់គាត់តាមរយៈការធ្វើវីដេអូរបស់គាត់ហ្នឹងបាទអញ្ចឹងដែរអញ្ចឹងក៏ដូចគ្នាបងប្អូនដែលធ្វើដែលមានផលិតផលដូចខ្ញុំមានអីវ៉ាន់លក់រហូតថាក្តារនេះទៅខ្ញុំលក់ក្តារអញ្ចឹងណាអញ្ចឹងខ្ញុំប្រមូលក្តារហ្នឹងបងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍បាទមានកូនតូចរៀនថ្នាក់បឋមសិក្សាមត្តេយ្យសិក្សាដែលត្រូវការក្តារបងប្អូនអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ Telegram អីចឹងទៅហើយបងប្អូននឹងមកដល់មើលកន្លែងផ្ទាល់ព្រោះយើងមានអីវ៉ាន់ច្រើនឃើញទេបងប្អូននេះគឺជាមាតិកាមួយដែលអាចឲ្យបងប្អូនរកចំណូលបានពីមុខចំនួនផ្ទាល់ខ្លួនបងប្អូនដែលមិនចាំបាច់ជួល BA បាទមកផ្សព្វផ្សាយពាណិជ្ជកម្មបងប្អូនទេនេះគឺជាចំណុចមួយដែលយើងចាប់ផ្ដើមរកចំណូលពីការធ្វើវីដេអូដោយលក់ផលិតផលជុំវិញរបស់យើងគេស្គាល់គេយកអីវ៉ាន់គេមកទិញអីវ៉ាន់យើងគឺយើងបានចំណូលពីការលក់អីវ៉ាន់ផលិតផលរបស់យើងបែបនេះអញ្ចឹងយើងធ្វើខ្លួនឯងធ្វើប្រម៉ូទអីវ៉ាន់ខ្លួនឯងវាគឺជាការដែលយើងវាគឺជាការដែលទទួលបានផលចំណេញបាទច្រើនគឺ
អតិថិជនស្គាល់យើងគាត់មកទិញផលិតផលរបស់យើងគាត់ជឿទុកចិត្តលើយើងគាត់ឃើញមុខយើងរាល់ថ្ងៃគឺគាត់ច្បាស់ណាស់ធម្មតាមើលតែឃើញមុខគ្នាគឺជឿគ្នាហើយកុំឲ្យតែខ្លះឃើញតែដៃទេបង្ហាញមកដៃជើងអាហ្នឹងវាជាលក្ខខណ្ឌមួយដែលយើងពិបាកនឹងការទុកចិត្តបើដូចបងប្អូនឃើញខ្ញុំអញ្ចឹងបាទអញ្ចឹងខ្ញុំលក់ផលិតផលរបស់ខ្ញុំបងប្អូនច្បាស់ជាជឿថាខ្ញុំលក់ផលិតផលពិតប្រាកដមែនខ្ញុំលក់កុំព្យូទ័រខ្ញុំលក់សម្ភារៈសិក្សាបងប្អូនត្រូវការផ្ញើអីវ៉ាន់អញ្ចឹងទៅយើងធ្វើបែបនេះគឺជាកលឹះមួយនៅក្នុងការរកចំណូលអញ្ចឹងសរុបមកវិញសម្រាប់ការរកចំណូលពី YouTube ក៏ដូចជា platform ផ្សេងដូចជា TikTok ដូចជា Facebook ដូចជា Telegram Instagram ឃើញទេទាំងអស់ហ្នឹងគឺគេធ្វើវាក្នុងគោលបំណងអាចប្រម៉ូទផលិតផលបាទដែលបងប្អូនពិបាកនៅក្នុងការទាញទៅរកអតិថិជនមកណាបងប្អូនលក់អីវ៉ាន់បងប្អូនមិនធ្វើវីដេអូទេបងប្អូនអតិថិជនមិនបានបងប្អូនណាចឹងបងប្អូនត្រូវតែធ្វើបាទធ្វើចឹងទៅពេលដែលគេស្គាល់យើងកាន់តែច្រើនឡើងនោះអីវ៉ាន់របស់យើងនឹងលក់ក៏កាន់តែច្រើនឡើងនៅពេលដែល YouTube គ្រប់គោលការណ៍បងប្អូនស្នើដាក់ Google AdSense ចូលទៅរកលុយមួយតង់ទៀតបងប្អូនរកចំណូលបាន2តង់ទី1គឺការលក់ផលិតផលបងប្អូនទី2គឺការបានលុយពីពាណិជ្ជកម្មរបស់ Google មួយតង់ទៀតហើយក្នុងករណីដែលបងប្អូនធ្វើវីដេអូល្អដូចជាប្រភេទរឿង complaint ដូចជាប្រភេទការនិយាយពីតំបន់ទេសចរនិយាយពីការធ្វើផលិតផលការធ្វើកសិកម្មក៏មានអាចនឹងក្នុងករណីបងប្អូនល្បីជាប៉ុស្តិ៍បងប្អូនរីកធំទៅអីចឹងទៅក៏មានក្រុមហ៊ុនមួយចំនួនអាចនឹងតាក់ទងបងប្អូនមកប្រម៉ូទផលិតផលឲ្យពួកគាត់ក៏ដូចគ្នានេះយើងខ្លាយជា VA ម្ដងអញ្ចឹងបន្ទាប់ពីយើងខ្លាយជា VA ខ្លួនឯងលក់ផលិតផលហ្នឹងហើយបងប្អូនអាចខ្លាយជា VA របស់ក្រុមហ៊ុនផលិតផលណាមួយផងដែរអានេះគឺជាបទពិសោធន៍ដែលខ្ញុំឃើញគេធ្វើបានហើយខ្ញុំក៏សាកល្បងធ្វើក៏បានផលវាមិនបានជាច្រើនប៉ុន្តែវាបានជួយរកចំណូលបានដល់ខ្ញុំដែលធ្វើវីដេអូហើយខ្ញុំអាចរកមិនត្រឹមតែបានចំណូលពី Google ផ្ដល់ជាពាណិជ្ជកម្មជា commission លុយពី Google ទេខ្ញុំអាចលក់ផលិតផលនេះបានស្រួលតាក់ទងជាមួយនឹងការផលិតមាតិកាដោយខ្លួនឯងពីអីវ៉ាន់យើងលក់ផលិតផលនេះអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងនេះសង្ឃឹមថាបងប្អូនអាចយល់ហើយអាចរៀបចំជាមាតិកាថ្មីមួយសម្រាប់ខ្លួនឯងពីការប្រម៉ូទពីការធ្វើពាណិជ្ជកម្មអំពីផលិតផលដែលយើងមានលក់មានស្រាប់ហ្នឹងណាចូលទៅក្នុងបណ្ដាញសង្គមហើយបងប្អូន share វីដេអូនេះទៅកាន់ Facebook page ផ្ទាល់របស់បងប្អូនពេលនោះគេស្គាល់បងប្អូនមែនទេយើងមានមិត្តភ័ក្តិតាម Facebook តាមអីគេស្គាល់យើងគេចាប់ផ្ដើមចូលទៅមើលវីដេអូយើងគេចាប់ផ្ដើមចូលទៅ subscribe យើងហើយបើសិនជាវីដេអូរបស់យើងធ្វើកាន់តែល្អឡើងផលិតផលគេចាប់អារម្មណ៍ច្រើនបងប្អូនអាចនឹងមាន subscribe កើនឡើងជាលំដាប់តាមរយៈការ share ពី YouTube ចូល Facebook ហើយមិត្តភ័ក្តិបងប្អូនឃើញថាវីដេអូល្អគាត់ share បន្តគ្នាបងប្អូននឹងមានឱកាសបាទមានឱកាសច្រើនបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូពីដើមដល់ចប់សង្ឃឹមថាបងប្អូនអាចយល់បានបាទជួបគ្នាវីដេអូក្រោយបាយបាយជម្រាបលា